បាទជំរាបសួរបងប្អូនបាទថ្ងៃនេះខ្ញុំសូមណែនាំបាទទីកន្លែងដ៏ស័ក្តិសិទ្ធិនៅលើភ្នំកូលែនបាទគឺរូបព្រះអង្គធំដែលនៅលើកំពូលភ្នំកូលែនតែម្ដងបងប្អូនហើយខ្ញុំបានមកនេះរៀងយូរឆ្នាំដែរហើយប៉ុន្តែអត់ទាន់បានបង្ហាញបងប្អូនបាទដោយសារឃើញបងប្អូនយើងគាត់ទៅទស្សនាច្រើនហើយនឹងទៅធ្វើពិធីបន់ស្រន់បួងសួងសុំសេចក្តីសុខអីចឹងទៅហើយខ្ញុំក៏មាននិស្ស័យបានទៅដល់កំពូលភ្នំកូលែនដែលមានរូបព្រះអង្គធំគង់នៅលើកំពូលភ្នំនោះស្រាប់តែម្ដងហើយខ្ញុំក៏បានឡើងទៅដល់ឃើញមានអារម្មណ៍ថាបាទស្ងប់ស្ងាយនៅព្រះពុទ្ធបដិមាករដ៏ធំមែនទែននៅលើកំពូលភ្នំហើយក៏មានកន្លែងដែលគោរពបូជាច្រើនកន្លែងទៀតនៅលើភ្នំកូលែនបើសិនជាបងប្អូនមានឱកាសបានទៅលេងទឹកដីខេត្តសៀមរាបបងប្អូនកុំភ្លេចហួសទៀតបងប្អូននៅភ្នំកូលែនគឺមានទឹកជ្រោះដ៏ស្រស់ស្អាតនៅលើភ្នំនោះបើបងប្អូនចង់ទៅលេងអាចទៅទស្សនាបាន